អ្វីទៅគឺជាអត្ថន័យពិតប្រាកដរបស់នារីនិងបុរសគុណភាពនៅក្នុងសង្គមសម័យថ្មីដែលអ្វីៗគ្រប់យ៉ាងហាក់ដូចជាត្រូវបានវាស់វែងដោយរូបសម្បត្តិខាងក្រៅនិងទ្រព្យសម្បត្តិមាសប្រាក់មនុស្សជាច្រើនបានចាប់ផ្ដើមបាត់បង់ទិសដៅនៃនិយមន័យពិតនៃគុណតម្លៃរបស់មនុស្សប៉ុន្តែទោះជាពិភពលោកប្រែប្រួលទៅជាយ៉ាងណាក៏ដោយក៏មានមនុស្សប្រភេទមួយដែលអ្នកណាជួបក៏ស្រឡាញ់អ្នកណានៅចិត្តក៏ចូលចិត្តហើយគ្រប់គ្នាជុំវិញខ្លួនតែងតែផ្ដល់តម្លៃឲ្យយ៉ាងខ្ពស់បំផុតនោះគឺបុរសនិងនារីដែលមានគុណភាពតើអ្វីទៅដែលធ្វើឲ្យពួកគេមានភាពទាក់ទាញខ្លាំងម្ល៉េះតើគុណភាពដែលមិនអាចកាត់ថ្លៃបាននោះវាស្ថិតនៅត្រង់ណាប្រសិនបើយើងនិយាយអំពីបុរសដែលមានគុណភាពក្នុងពេលបច្ចុប្បន្នវាមិនមែនស្ថិតនៅលើភាពសង្ហាឬជិះរថយន្តស៊េរីទំនើបតែមួយមុខនោះទេបុរសដែលមានគុណភាពពិតប្រាកដគឺបុរសដែលមានទំនួលខុសត្រូវជាអាវុធនិងមានសីលធម៌ជាខ្នងបង្អែកគាត់គឺជាមនុស្សដែលមានចិត្តគំនិតចាស់ទុំចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានយ៉ាងល្អទោះស្ថិតក្នុងស្ថានភាពតានតឹងយ៉ាងណាក៏ដោយបុរសដែលមានគុណភាពផ្ដល់តម្លៃដល់ពាក្យសន្យាគាត់និយាយអ្វីនិងធ្វើតាមអ្វីដែលខ្លួនបាននិយាយហើយអ្វីដែលកាន់តែពិសេសនោះគឺគាត់ផ្ដល់ការគោរពដល់មនុស្សគ្រប់ជាន់ថ្នាក់មិនថាអ្នកនោះទាបជាងឬខ្ពស់ជាងខ្លួនឡើយគាត់មិនត្រឹមតែខំប្រឹងកសាងសេដ្ឋកិច្ចសម្រាប់អនាគតនោះទេប៉ុន្តែគាត់ក៏មិនភ្លេចអភិវឌ្ឍចំណេះដឹងនិងសុខភាពផ្លូវចិត្តខ្លួនឯងឲ្យរឹងមាំដើម្បីក្លាយជាបង្គោលដ៏កក់ក្ដៅសម្រាប់គ្រួសារនិងមនុស្សជាទីស្រឡាញ់ចំណែកឯនារីដែលមានគុណភាពវិញភាពស្រស់ស្អាតនៃរូបខាងក្រៅគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះប៉ុន្តែសម្រស់ដែលមិនចេះរីងស្ងួតរបស់នាងគឺស្ថិតនៅក្នុងចំណេះដឹងនិងភាពរឹងមាំនៃបញ្ញានារីដែលមានគុណភាពគឺជាមនុស្សដែលមានភាពម្ចាស់ការលើខ្លួនឯងនាងមានគោលដៅជីវិតច្បាស់លាស់និងមានតម្លៃផ្ទាល់ខ្លួនដែលមិនងាយនឹងឲ្យអ្នកណាមកជន់ឈ្លីបានឡើយនាងមិនរស់នៅដើម្បីតែប្រកួតប្រជែងឬច្រណែនឈ្នានីសអ្នកដទៃនោះទេប៉ុន្តែនាងតែងតែលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តដល់មនុស្សជុំវិញខ្លួននារីដែលមានគុណភាពចេះបែងចែករវាងភាពទន់ភ្លន់និងភាពទន់ជ្រាយនាងដឹងថាពេលណាត្រូវប្រើភាពកក់ក្ដៅដើម្បីផ្សះផ្សានិងពេលណាត្រូវប្រើភាពរឹងមាំដើម្បីការពារគោលការណ៍របស់ខ្លួនអ្វីដែលធ្វើឲ្យគ្រប់គ្នាគោរពស្រឡាញ់នាងបំផុតគឺភាពថ្លៃថ្នូរក្នុងការនិយាយស្ដីនិងការរស់នៅដែលមានភាពជឿជាក់ចេញពីខាងក្នុងចិត្តចំណុចរួមដែលធ្វើឲ្យបុរសនិងនារីដែលមានគុណភាពក្លាយជាទីប្រាថ្នារបស់មនុស្សគ្រប់គ្នាគឺការរៀនអភិវឌ្ឍខ្លួនឯងជាប្រចាំពួកគេមិនដែលពេញចិត្តនឹងអ្វីដែលខ្លួនឯងមានរហូតដល់ភ្លេចការរៀនសូត្រឡើយពួកគេរស់នៅដោយមានសេចក្តីមេត្តាចេះយល់ចិត្តអ្នកដទៃនិងមានភាពស្មោះត្រង់ជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមនុស្សប្រភេទនេះមិនត្រូវការដើរបង្អួតអ្នកណាថាខ្លួនអស្ចារ្យនោះទេប៉ុន្តែសកម្មភាពនិងចរិតមាយាទរបស់ពួកគេគឺជាអ្នកនិយាយប្រាប់ពិភពលោកដោយខ្លួនឯងនៅក្នុងសម័យកាលដែលមនុស្សភាគច្រើនរត់តាមតែសម្បកក្រៅបើអ្នកអាចកសាងខ្លួនឲ្យក្លាយជាមនុស្សដែលមានគុណភាពចេញពីខាងក្នុងអ្នកនឹងឃើញថាមិនត្រឹមតែលាភសំណាងនិងឱកាសល្អៗរត់មករកអ្នកនោះទេសូម្បីតែមនុស្សល្អៗក៏ចង់នៅក្បែរនិងរួមដំណើរបង្កើតអនាគតដ៏ភ្លឺស្វាងជាមួយអ្នកដែរជាចុងក្រោយការក្លាយជាមនុស្សដែលមានគុណភាពមិនមែនកើតឡើងក្នុងរយៈពេលមួយថ្ងៃនោះទេវាតម្រូវឲ្យមានការហ្វឹកហាត់ផ្លូវចិត្តវិន័យនិងការតាំងចិត្តយ៉ាងមុតមាំចូលចាប់ផ្ដើមផ្ដល់តម្លៃឲ្យខ្លួនឯងឈប់រស់នៅតាមសម្ដីអ្នកដទៃហើយចាប់ផ្ដើមកសាងគុណតម្លៃដែលមិនអាចកាត់ថ្លៃបាននៅក្នុងខ្លួនអ្នកចាប់ពីពេលនាទីនេះតទៅសូមអរគុណចំពោះការតាមដានទស្សនាវីដេអូប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe Channel របស់ពួកយើងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងចំណេះដឹងថ្មីៗបន្ថែម Subscribe for more